តទៀតតពីយើងបង្កើត table មួយដែលមានឈ្មោះថា student តាមរយៈ migration ណាចុះឥឡូវវគ្គនេះខ្ញុំធ្វើការ list យើងចង់ list យកទិន្នន័យចេញពី database មកវិញអញ្ចឹងជាបន្ទាប់ខ្ញុំចូលទៅមើលនៅក្នុង table របស់ខ្ញុំសិនអូខេនេះអញ្ចឹងអត់មានទិន្នន័យខ្ញុំត្រូវការបញ្ចូលទិន្នន័យមួយពីរសិនដើម្បីកុំឲ្យវាស្ងាត់ជាពេកដាក់ថា Kim Chuan អូខេខ្ញុំដាក់ channel mail អូខេដាក់នេះដាក់ថាដាណាអញ្ចឹងអូខេតមកទៀតដាក់ female អូខេចុច go អញ្ចឹងនៅក្នុងនេះយើងទទួលបានtable របស់យើងមាន2 row តន័យរបស់យើងមាន2 row អញ្ចឹងតមកទៀតខ្ញុំចូលទៅក្នុង project របស់យើងនេះខ្ញុំមានមេរៀនចាស់យើងដែលយើងធ្លាប់មើលវិញហើយខ្ញុំមាន route មួយដែលមានឈ្មោះថា student route នេះនៅពេលយើងវាយ URL student វាទាំងដើរទៅយក controller student controller ហើយ method index អញ្ចឹងនេះ method index ឲ្យវាទៅដើរនៅក្នុង palette template របស់យើងមានឈ្មោះថា student.palette.php អញ្ចឹង process របស់វានៅពេលដែលខ្ញុំធ្វើការវាយនេះអូខេវានឹងរត់មកដល់ view របស់យើងអូខេអញ្ចឹងខ្ញុំចង់បោះតាមរយៈstudent ឲ្យវាបោះ data ចេញពី database មកអញ្ចឹងយើងចូលមក code យើងចូលមក controller អូខេតមកទៀតខ្ញុំចាប់ផ្ដើមតាំង variable មួយថា student អូខេ then student នេះវាយក class db ដល់ db វា point ទៅរកmethod table ដើម្បីចាប់យកចង់ដឹងថា table មួយណាអូខេអញ្ចឹង method table របស់យើងគឺ table របស់យើងមានឈ្មោះថា student អញ្ចឹងយើងបានចាប់បាន table ហើយ database របស់យើងចាប់មករក table student អញ្ចឹងចង់និយាយថា table student ចង់បានអីចង់ list ចង់ insert delete update អញ្ចឹងករណីនេះយើងចង់បាន list វាទាំងអស់អូខេយើងប្រើ method មួយហើយមានឈ្មោះថា get អូខេអញ្ចឹងដើម្បីឥឡូវខ្ញុំសូមបោះវាជា array ធម្មតាសាកមើលមួយសិនអញ្ចឹងដើម្បីវាដាំជាទូទៅបើយើងសេជា PHP ធម្មតាយើងប្រើវាដាំអញ្ចឹងនៅក្នុងនេះLaravel យើងគ្រាន់តែដាក់ dd អូខេ method វា dd ហ្នឹងយើងដាក់ variable របស់ student យើងចូលមានថាយើងវាដាំហើយយើងវាដាំទិន្នន័យរបស់វាជាទៅជា array អញ្ចឹងទិន្នន័យវានឹងរត់បោះចូលប្រកាន់ row អញ្ចឹងខ្ញុំធ្វើទៅ refresh page ម្ដងទៀតចាំថាវាវាដាំនៅអូខេនេះយើងទទួលបានណាទិន្នន័យ2 record របស់យើងទទួលបាន Kim Chuan ហើយនិង Dana អូខេតមកទៀតអញ្ចឹងខ្ញុំសូម comment នេះចោលវិញដោយសារយើងចាប់បានទិន្នន័យពី database ហើយអញ្ចឹងដើម្បីបញ្ជូនទិន្នន័យបោះទៅលើ view លើកមុនយើងបានរៀនច្រើនណាក្នុងការបោះជាមួយ method with បោះជាមួយនឹងwith ហើយបោះជា array បោះជា array ទៅហ្មងហើយបោះជា compact អញ្ចឹងករណីខ្ញុំប្រើ compact ចុះអញ្ចឹងខ្ញុំដាក់សញ្ញា compact អូខេ compact បោះជា compact ចង់ឲ្យវាទៅជា object ទៅហើយ compact ដែលមានឈ្មោះថា student អូខេអញ្ចឹងនៅលើ view របស់ខ្ញុំនេះខ្ញុំចាប់ផ្ដើមបង្កើត table មួយមកអូខេយើងបង្កើត table យើងមិនដាក់ table អូខេងាយ table យើងមិនមាន tr អូខេក្នុង tr យើងមាន th យើងមាន id អូខេយើងមាន id យើងសុំធ្វើការ copy name gender អញ្ចឹងយើង rename វាតិចមក name អូខេ name gender អូខេអញ្ចឹងយើងត្រូវការ loop មួយដើម្បី loop tr ចេញពី database មែនអត់អញ្ចឹងយើងមិនបង្កើតយើងរៀនលើកមុនយើងរៀនបញ្ចេញឲ្យរួចហើយយើងមិនបង្កើតfor មក for each អូខេប្រើ for each មក for each មិនហ្នឹងទិន្នន័យវាមកជាเป็น student អូខេ student អូខេសុំមួយទីវិញកុំឲ្យខុសអូខេនេះវាមក student អញ្ចឹង
student នេះយើងមិនបានមកអញ្ចឹងយើងមិនយក student as អូខេដាក់តែ s អីចឹងទៅឲ្យវាទូចស្រួលអូខេតិចអញ្ចឹងយើងមិន and វាវិញអូខេ and for each អូខេ enough and for each វិញណាចាប់តាម loop បានអញ្ចឹងយើងមិនត្រូវការ tr អូខេ tr នៅក្នុង tr វាមាន td ទៀតអូខេ td អូខេអញ្ចឹងយើងចាប់ដើមហើយដើម្បីបញ្ចេញs អូខេដើម្បីបញ្ចេញវាមកតោះអញ្ចឹងយើងចាប់ដើមបញ្ចេញយើងមិនប្រើស្នែងអ្វីពីរមកតាមបោះ Laravel មកអូខេ secure អញ្ចឹងយើងមិនយក object របស់វានឹងមកយើងយក s point ទៅកាន់ id អូខេយើង copy មកវាមិនលឿនអូខេ name អានេះ gender អញ្ចឹងយើងចាប់ដើមដាក់ name អានេះ gender អូខេអញ្ចឹងតែបងដាក់ border វាមួយចុះអូខេឲ្យមានសម្រស់តិចមកយូរអូខេអញ្ចឹងនេះបានហើយអញ្ចឹងយើងសាកទៅ refresh page របស់យើងដើរមកគេទៀតអូខេមកអញ្ចឹងនេះអញ្ចឹងយើងអាច loop យកទិន្នន័យចេញពី database របស់យើងមកបានហើយមានថាយើងមាន database មួយហើយយើងប្រើតាមរយៈនេះអញ្ចឹងខ្ញុំសូមចាប់ដើមនិយាយពី process ម្ដងទៀតអញ្ចឹងនៅត្រង់នេះយើងប្រើប្រាស់ class db នេះវាហៅទៅកាន់ method table ហើយ method table នេះយើងចង់ដាក់ specific ថាវាយក table ហ្នឹងយក table ណាមួយ table នេះកន្លែងនេះ database ខ្ញុំយក table student អញ្ចឹងនៅក្នុង table student យើងប្រើ method មួយ get នេះមានថាវានឹងចាប់ដើម query យក data ទាំងអស់មកបោះមកឲ្យ variable នេះប៉ុន្តែដោយសារយើងចង់ប្រើវាបោះទៅជា array ទៀតអញ្ចឹង array នៅ object ហ្នឹងយើងបោះទៅយើងប្រើ compact អញ្ចឹងទៅដល់នេះយើងចាប់ដើមប្រើ for each ដើម្បី loop ចេញវិញហើយកន្លែងនេះស្រួលណាស់គាត់អាសេដូចយើងតាមមេរៀនលើកមុនហ្នឹងគឺវាដើរអញ្ចឹងយើងនឹងទទួលបានទិន្នន័យដូចអ្វីដែលយើងចង់បាននេះអូខេអញ្ចឹងមេរៀនបន្ថយទៀតយើងនឹងរៀនពីការបំលែងកន្លែង controller បន្តិចអញ្ចឹងអូខេសូមចប់នៅមេរៀននេះ